សួរពុំមែនបងប្អូននេះស្វាគមន៍មកកាន់ channel ខ្ញុំទៀតហើយនេះជាវីដេអូទី3ខ្ញុំមិនទៅចូលក្នុង channel YouTube របស់ខ្ញុំឈ្មោះថានេះលេងស្ទាំងអឺម៉ូតាបងប្អូនហើយស្ទាំងនេះផ្នែកដាក់ឈ្មោះថាម៉ូតាវាមានអាយុប្រហែលសប្តាហ៍បងប្អូនហ្នឹងហើយខ្ញុំធ្វើចូលមកចំដូចបាន3យប់បងប្អូន3យប់មិញហើយយកមកចំហើយបាន2យប់ទាំងបងប្អូនហ្នឹងហើយសូមពីបងប្អូនហើយអត់ដឹងឲ្យចំណៃទេបងប្អូនថ្ងៃទិញសាច់គោទិញញៀវគោឲ្យវាស៊ីបងប្អូនដោយសារយើងអត់ដឹងចំណៃនេះស៊ីចំណៃខ្លាំងបងប្អូនអត់ដឹងគេប្រាប់បងប្អូនពិបាករកចំណៃមែនតើបងប្អូនអើយបាទស៊ីសាច់គោទាំងងាប់អ្នកចិញ្ចឹមហ្នឹងហើយឃើញបងដែរគាត់ចិត្តចិញ្ចឹមណាឃើញគាត់ចិញ្ចឹមលេងប្រចាំបងនៅស្រុកក្រមហ្នឹងហើយខាងស្រុកក្រមគាត់ចិញ្ចឹមសត្វស្ទាំងលោកអកភ្នំអីផ្សេងៗគាត់ចិញ្ចឹមទុកធ្វើជាប្រភេទសត្វប្រមាញ់សត្វផ្សេងហើយទុកនិយាយទៅទុកលេងវាបងប្អូនសុបាយណាហ្នឹងហើយឃើញគេចិញ្ចឹមតែចិញ្ចឹមតែអត់ទាន់សាំងបងប្អូនយកចិញ្ចឹមជាមួយខ្ញុំណាតតអីណាពេលទាន់សាំងមើលបច្ចាយដោយសារដាក់ចំណេះឲ្យថ្ងៃឃើញមកថ្ងៃអត់ទាន់សាំងទេខ្លាចតែខ្ញុំយកបាន2យប់បងប្អូនសូមពីបងមកបងគាត់ព្រមដីទៅវាប៉ះស្បុកវាក៏យកវាមកចិញ្ចឹមអញ្ចឹងគាត់ថាផងកន្លែងចូលវិញចឹងវាទូចឆ្លៃវាងាប់ចឹងបងប្អូនវាតន់ចេះរកចំណីវាទូចចឹងយើងបានសុំគាត់មកដើម្បីចាំភ័យគ្នាមិនតន់ចេះរកចំណីវាទូចមួយប៉ុណ្ណឹងចេះតែចំណីមេវាបចុកតែឥឡូវវាមានមេទេចឹងយើងវាមកជាងធំហើយមើលគាត់ថាបានលេងវាក៏អាចប្រឡែងវាចូលក្នុងព្រៃវិញបងប្អូនហើយប្រឡែងចូលក្នុងព្រៃវិញមិនដឹងអាចរកចំណីបានឬក៏អត់ទេដោយសារតាំងពីទូចមកក៏យើងចំវាបងប្អូនហើយខ្ញុំថាបងប្អូនចិត្តវីដេអូនេះហើយវីដេអូនេះវីដេអូទី3ខ្ញុំទៅចូល channel YouTube ហើយបងប្អូនជួយចុច subscribe channel ខ្ញុំនេះផងហើយ like ផងបងប្អូនហ្នឹងហើយហើយកុំភ្លេចប្រាំពី channel នេះបងប្អូនហើយបងប្អូនច្រើនជំរាបលា